เรียนสู้บุกมาองค์อ้นทั้งนี้ខ្ញុំមកធ្វើមុខម្ហូបដុតត្រីក្រហមជាមួយនឹងដុតបន្លែក្របមុខផងដែរបងប្អូនបន្លែក្របមុខយើងគឺអត់មានអីទេបងប្អូនមានពោតបារាំងដាក់លីជាមួយគ្នាចឹងណាសណ្តែកគួរយើងដុតជាមួយគ្នាផងដែរហើយស្ពៃក្តោបហើយនឹងបន្លែផ្សេងបន្ថែមទៀតបងប្អូនដែលយើងអាចបរិភោគឆៅដូចជាសាឡាត់ដូចជាជីក្របមុខអញ្ចឹងណាបងប្អូនជាដំបូងដើម្បីបានដុតត្រីក្រហមបានគឺយើងត្រូវយកត្រីក្រហមទៅលាងទឹកហើយហាន់កន់វាស្អាតដែរបងប្អូនហើយយើងក៏មានគល់ស្លឹកគ្រៃដាំវាឲ្យម៉ត់ដើម្បីដាក់នៅបាតឆ្នាំងបងប្អូនគល់ស្លឹកគ្រៃហើយក៏ខ្ញុំបានដាំដើមរំដេងដាក់លីជាមួយគ្នានឹងដាំខ្ទឹមហើយយើងចាប់ផ្ដើមធ្វើការប្រឡាក់ត្រីជាមួយគ្នាតែម្ដងត្រីគឺអត់មានអីទេគឺមានស្ករប៊ីចេងអំបិលរ៉ូឌីហើយនឹងម្សៅស៊ុបហើយនឹងទឹកប្រេងខ្យងមកផងដែរបងប្អូនហើយខ្ញុំដាំខ្ទឹមឲ្យម៉ត់ហ្នឹងនឹងខ្ទឹមក្រហមផងដែរហើយយើងចាប់ផ្ដើមប្រឡាក់ឲ្យវាចូលជាតិគ្នាបងប្អូនប្រឡាក់ឲ្យចូលជាតិគ្នាទៅវិញទៅមកឲ្យសព្វហើយខ្ញុំក៏បានបន្ថែមនៅភ្លើងមាន់ប្រឡាក់លីជាមួយនឹងត្រីនឹងតែម្ដងបងប្អូនដើម្បីបង្កើតរសជាតិបន្ទាប់មកគឺយើងដាក់សាច់ត្រីហើយនឹងភ្លើងមាន់នឹងពីលើគល់ស្លឹកគ្រៃនឹងតែម្ដងបងប្អូនហើយយើងចាក់ទឹកជាតិត្រីដែលប្រឡាក់នឹងចូលពីលើគ្នារួចហើយតើយើងចាក់ប្រេងសណ្តែកឬក៏ខ្លាញ់នឹងចូលតែខ្ញុំមកប្រើខ្លាញ់ជ្រូកខ្ញុំអត់ចង់ប្រើប្រេងសណ្តែកទេថ្ងៃហ្នឹងបន្តមកទៀតយើងដាក់ទៅលើឆ្នាំងរំងាស់នឹងចក្រានទៅយើងទុកវាមួយឡែកសិនរួចហើយទើបខ្ញុំទៅលាយគ្រឿងធ្វើទឹកជ្រក់បងប្អូនយើងដាំច្រាំខ្ទឹមឲ្យម៉ត់ទៅយើងដាក់ទឹកអំពិលទុំខ្ញុំប្រើអំពិលទុំបកក្របចាញ់ហើយខ្ញុំហាន់ខ្ទឹមក្រហមឲ្យស្ដឹងទៅយើងដាក់ស្ករពីចេងអំបិលទៅបន្ទាប់មកយើងចាក់ខ្ទឹមសុំទៅយើងចាក់ទឹកអំពិលទុំដែលយើងច្បាច់នឹងទឹកជាតិត្រីនឹងចូលតែម្ដងហើយដាំស្រែដីនឹងម៉ត់ហើយកុំភ្លេចដាក់ស្ករក្រហមផងដែរបងប្អូនយើងលាយគ្រឿងហើយយើងប្រក់មើលទៅតាមនឹងទៅបងប្អូនហើយអានេះគឺជាបន្លែរបស់យើងដែលយើងកាត់ស្រស់ថ្មីសម្រាប់ធ្វើនំបងប្អូនហើយនេះគឺជាថ្ពាល់ត្រី2G ថ្ពាល់ត្រីនេះសម្រាប់អ្នកចូលចិត្តញ៉ាំគឺនិយមខ្លាំងណាស់បងប្អូនបើសិនណាអ្នកបកកាយញ៉ាំបងប្អូនពោលវាឈ្ងុយឆ្ងាញ់ធម្មជាតិផងដែរបងប្អូនពិតមកហើយនេះគឺជាសណ្តែកគួរយើងបងប្អូនខ្ញុំមកដាក់លាយជាមួយនឹងដុតត្រីនឹងដែរបងប្អូនព្រោះមានរសជាតិឆ្ងាញ់ហើយកុំភ្លេចបងប្អូនដំខ្ទឹមមកដាក់ដុតត្រីគឺត្រូវគ្នាខាងទេបងប្អូនយើងដាក់ដុតជាមួយនឹងត្រីក្រហមបងប្អូនដាក់លាយជាមួយគ្នាទៅគឺថារសជាតិឆ្ងាញ់ខ្លាំងបងប្អូនយើងដាក់ឲ្យផុយយើងដាក់ជាមួយនឹងត្រីក្រហមដុតជាមួយគ្នាទៅគឺរសជាតិនិយាយទៅឆ្ងាញ់អាចពីពណ៌នេះបាននេះហើយនេះគឺជាបន្លែរបស់យើងបានលាងទឹកហើយគឺយើងដាក់ជាមួយគ្នាតែម្ដងទៅបងប្អូនដាក់ជាមួយនឹងត្រីយើងមើលបើកមើលគ្រប់តែត្រីមើលឆ្អិនល្មមហើយយើងដាក់បន្លែនឹងក្រោយនឹងចូលបងប្អូនព្រោះបន្លែវាងាយនឹងឆ្អិនអញ្ចឹងណាបងប្អូនយើងមើលថាត្រីយើងឆ្អិនប្រហែលជា60-70% ហើយទើបយើងដាក់បន្លែស្ពៃក្តោបចូលហើយនឹងបន្លែខៀវចម្រុះគ្នានឹងចូលនឹងតែម្ដងបន្ទាប់មកខ្ញុំក៏ចាប់ផ្ដើមហាន់លក់សម្រាប់ញ៉ាំលក់ធ្វើជាលក់ឆៅបងប្អូនខ្ញុំហាន់ទៅសក់វាជាចំណិតស្ដើងសម្រាប់ញ៉ាំជាមួយពេលឆៅបងប្អូនហើយទៅសក់ហ្នឹងគឺជាទៅសក់ដែលយើងដាំធម្មជាតិផងដែរបងប្អូនជ្រាបពេលនេះគឺយើងកុំភ្លេចបន្លែដែលខ្ញុំមកបានដុតជាមួយនឹងត្រីបងប្អូនយើងត្រូវស្រង់ចេញសិនព្រោះយើងខ្លាចបន្លែយើងផុយឬលួយខ្លាំងពេកក៏ពិបាកញ៉ាំបងប្អូនយើងមើលដល់ប៉ុណ្ណឹងល្មមពោះសាំហើយគឺយើងអាចលើកដាក់ចានបានបងប្អូនអាចបត់កំបានហើយបងប្អូនព្រោះត្រីក្រហមនេះខ្ញុំរងាស់រឿងយូរដែរបងប្អូនចង់កន្លះម៉ោងទៀតអីចឹងបងប្អូននិយាយថាយើងរងាស់ឲ្យយើងជាតិឆ្អាតសិនទើបយើងដាក់ទឹកបន្តិចដើម្បីវាលក្ខណៈថាយើងដុតផងដូចចំហុយផងអញ្ចឹងបងប្អូនបន្តមកទៀតបន្លែរបស់យើងក៏វារួចរាល់ហើយនេះគឺទឹកជ្រលក់និងបន្លែឆ្អិនហើយនឹងបន្លែឆៅនិងសាឡាត់ដែលយើងបាច់ធម្មជាតិស្រស់ៗហ្នឹងហើយបងប្អូនអរគុណសម្រាប់ការទស្សនាសូមបងប្អូនកុំភ្លេចជួយចុច like និងជួយចុច subscribe ដល់វីដេអូរបស់ខ្ញុំផងដែរ